រំជួលចិត្តពេកលោកជំទាវអុកញ៉ាសុភាបតឈើបានប្រកាសឧបត្ថម្ភនៅថវិកាចំនួន$10,000អាមេរិកដល់បរិះម្នាក់ដែលធាក់កង់សំលៀងកំបិតដែលមានកូនតូចៗដេកនៅលើដៃកង់យ៉ាងកំសត់ជាទីបំផុតតើលោកអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលឃើញក្មេងតូចៗចំនួន2នាក់បានដេកលងលក់យ៉ាងកំសត់នៅលើដៃចង្កូតកង់គណៈពេលដែលលោកឪពុកកំពុងតែធាក់កង់ដើរសំលៀងកំបិតតាមផ្លូវហាលខ្យល់ហាលភ្លៀងរូបភាពដ៏សែនក្តុកក្តួលនេះបានឆក់យកបេះដូងសេដ្ឋីនីខ្មែរនៅអាល្លឺម៉ង់គឺលោកជំទាវអុកញ៉ាសុភាបតឈើរហូតដល់លោកជំទាវបានប្រកាសឧបត្ថម្ភនៅថវិការហូតទៅដល់ចំនួន$10,000អាមេរិកភ្លាមដើម្បីធ្វើការផ្លាស់ប្ដូរជោគវាសនាគ្រួសារមួយនេះតើលោកជំទាវអុកញ៉ាគឺជានរណាហើយហេតុអ្វីទើបលោកជំទាវមានទឹកចិត្តមេត្តាធម៌ដ៏ធំធេងបែបនេះសូមស្វាគមន៍ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកកាន់ Channel ព័ត៌មានសុធាញូថ្ងៃនេះយើងខ្ញុំមានរឿងរ៉ាវដ៏រំជួលចិត្តនិងពោពេញទៅដោយទឹកចិត្តមនុស្សធម៌ដ៏ធំធេងមួយដែលកំពុងតែផ្ទុះនៅការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមយកមកចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នារឿងនេះមិនមែនត្រឹមតែជាព័ត៌មាននៃការផ្ដល់ជំនួយនោះទេក៏ប៉ុន្តែវាគឺជាសាច់រឿងនៃការពុះពៀជីវិតនិងតម្លៃនៃភាពជាមនុស្សដែលយើងម្នាក់គួរតែរៀនសូត្រតាមកាលពីពេលថ្មីនេះវីដេអូឃ្លីបមួយបានធ្វើឲ្យបងប្អូនមហាជនអ្នកលេងបណ្ដាញសង្គមស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនរូបភាពបរិះកំសត់ម្នាក់ដែលជាមេគ្រួសារកំពុងតែជិះកង់ដើរសំលៀងកំបិតឲ្យគេតាមដងផ្លូវដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃក៏ប៉ុន្តែអ្វីដែលធ្វើឲ្យគេរឹតតែមានអារម្មណ៍ក្តុកក្តួលទៀតនោះគឺនៅលើដៃចង្កូតនៃកង់នោះមានឃើញកូនតូចចំនួន2នាក់កំពុងតែគេងលងលក់យ៉ាងស្ងប់សុខដោយត្រូវហាលខ្យល់ហាលភ្លៀងឆ្លងកាត់នៅការលំបាកលំបិនជាមួយនឹងលោកឪពុកភាពកំសត់នេះហើយបានជ្រួតជ្រាបទៅដល់បេះដូងរបស់លោកជំទាវអុកញ៉ាសុភាបតឈើដែលប្រជាជនខ្មែរយើងស្គាល់ថាជាសេដ្ឋីនីចិត្តធម៌កំពុងតែរស់នៅឯប្រទេសអាល្លឺម៉ង់ដោយមិនបង្អង់យូរលោកជំទាវក៏បានបង្ហោះសារប្រកាសស្វែងរកបរិះកំសត់រូបនោះភ្លាមដោយបានបញ្ជាក់យ៉ាងច្បាស់ថានាងខ្ញុំចង់ជួយឧបត្ថម្ភនៅថវិកាចំនួន$10,000អាមេរិកដើម្បីជួយឲ្យគាត់មានដើមទុនតូចមួយសម្រាប់រកស៊ីនិងថែរក្សាកូនតូចកំពុងគេងលងលក់យ៉ាងស្ងប់សុខលើដៃកង់របស់លោកឪពុកដែលកំពុងតែជិះកង់ដើរសំលៀងកំបិតឲ្យគេតាមដងផ្លូវឃើញរូបភាពនេះហើយពិតជាក្តុកក្តួលចិត្តខ្លាំងណាស់លោកជំទាវក៏បានអំពាវនាវឲ្យបងប្អូនដែលស្គាល់ជួយតាក់ទងមកកាន់ក្រុមការងាររបស់លោកជំទាវផងក្រោយពីសំណេរនេះត្រូវបានផ្សព្វផ្សាយបងប្អូនមហាជនរាប់ពាន់រាប់ម៉ឺននាក់ក៏បានសម្ដែងនៅការរំភើបជំនួសគ្រួសារដ៏កំសត់មួយនេះនិងគោរពស្ញប់ស្ញែងចំពោះទឹកចិត្តដ៏ល្អប្រពៃនេះបណ្ដាញសង្គម Facebook ជាច្រើនដូចជាលោកស្រីមូលីសុផនណាវនិងវ៉ាន់ណេតជួនបានចូលរួមបញ្ចេញមតិជូនពរលោកជំទាវឲ្យមានសុខភាពល្អបរិបូរណ៍និងទទួលបាននៅបុណ្យកុសលច្រើនអំពីអំពើល្អនេះគណៈពេលដែលបណ្ដាញសង្គមដែលមានឈ្មោះថាអាដាក៏បានលើកឡើងថាគេជួយដោយសទ្ធាពីចិត្តរបស់គេកុំដោយសារតែសទ្ធារបស់គាត់ធ្វើឲ្យคล้ายទៅជាបន្ទុករបស់គាត់គួររំលឹកថយក្រោយបន្តិចកាលពីថ្ងៃទី6ខែឧសភាឆ្នាំ2026កន្លងទៅនេះលោកស្រីសុភាបតឈើទៅតែទទួលបានព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាអុកញ៉ាដែលជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ជាទីបំផុតអុកញ៉ាសុភាបតឈើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រនិងសម្ដេចមហាបវរធិបតីដោយលោកជំទាវបានបដិញ្ញាថានឹងប្រើប្រាស់កិត្តិយសនេះដើម្បីបន្តខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចបម្រើជាតិនិងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើងតើអុកញ៉ាសុភាបតឈើជានរណាលោកជំទាវមានឈ្មោះដើមថាណូសូភាកើតនៅក្នុងឆ្នាំ1979ក្នុងខេត្តកំពង់ធំនៅក្នុងគ្រួសារក្រីក្រមួយក្រោយរបបប្រល័យពូជសាសន៍ប៉ុលពតលោកជំទាវបានធំដឹងក្តីឡើងក្រោមការចិញ្ចឹមបីបាច់ពីសំ
សំណាក់ជីដូនជីតាដោយឆ្លងកាត់ជីវិតតស៊ូយ៉ាងជូរចត់ជាទីបំផុតធ្លាប់រែកទឹកពុះអូនិងដើររើសនៅកាកសំណល់អាវុធយកមកលក់ដើម្បីចិញ្ចឹមជីវិតបើទោះបីជាលំបាកយ៉ាងណាលោកជំទាវនៅតែតស៊ូរៀនសូត្ររហូតបានបន្តការសិក្សានៅឯរាជធានីភ្នំពេញផ្នែកគណនេយ្យនិងកុំព្យូទ័រពីបុគ្គលិករោងចក្រនិងអ្នកលក់ដូរតាមហាងលោកជំទាវបានក្លាយទៅជាបុគ្គលិកដ៏ឆ្នើមប្រចាំនៅសន្តាគារ Raffles ហើយក្រោយមកបានបម្រើការងារជាជំនួយការផ្ទាល់របស់លោកវេជ្ជបណ្ឌិត Big Richner នៅឯមន្ទីរពេទ្យគុណធបុប្ផានៅទីនោះហើយដែលជាកន្លែងបណ្ដុះគ្រាប់ពូជសប្បុរសធម៌នៅក្នុងបេះដូងរបស់លោកជំទាវបច្ចុប្បន្ននេះលោកជំទាវបានរៀបការជាមួយនឹងសេដ្ឋីអាល្លឺម៉ង់គឺលោក Udo Butcher ដែលជាស្ថាបនិកក្រុមហ៊ុន Butcher AG បើទោះបីជារស់នៅលើគំនរទ្រព្យដ៏មហាសាលនៅអឺរ៉ុបក្តីលោកជំទាវនិងស្វាមីក៏មិនដែលភ្លេចកំណើតឡើយដោយបានបរិច្ចាគនៅទឹកប្រាក់ប្រមាណជា12លានអឺរ៉ូជួយដល់មន្ទីរពេទ្យកុមារកំព្រាជនចាស់ជរាអ្នកមានពិការភាពនិងសូម្បីតែផ្ដល់ជំនួយដល់វរៈកងទ័ពនិងជនភៀសសឹកកម្ពុជានៅក្នុងគ្រាមានសង្គ្រាមឈ្លានពានព្រំដែនថែមទៀតផងបើពុកម៉ែបងប្អូនតាមដាននៅសាច់រឿងលំអិតនេះឲ្យបានស៊ីជម្រៅយើងឃើញថាទឹកចិត្តរបស់លោកជំទាវអុកញ៉ាសូភាបុត្រឈើមិនមែនកើតឡើងដោយចៃដន្យនោះទេការសម្រេចចិត្តផ្ដល់ថវិកាចំនួន$10,000មិនមែនគ្រាន់តែជាការឲ្យទាននោះទេតែវាជាការផ្ដល់នៅដើមទុនជីវិតមូលហេតុដែលលោកជំទាវមានការឈឺឆ្អាលនិងក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំងនៅពេលដែលបានឃើញកុមារតូចៗរងទុក្ខគឺដោយសារតែលោកជំទាវធ្លាប់បានឆ្លងកាត់នៅភាពក្រីក្រលំបាកតាំងតែពីបាតដៃទទេធ្លាប់រស់នៅក្នុងស្ថានភាពដែលគ្មានភាពកក់ក្ដៅពីសំណាក់លោកឪពុកអ្នកម្ដាយពេញលេញនិងធ្លាប់បានយល់ច្បាស់អំពីរសជាតិនៃការខ្វះខាតទើបធ្វើឲ្យបេះដូងរបស់លោកជំទាវងាយនិងរំញ័រជាមួយនឹងទុក្ខសោករបស់អ្នកដទៃបន្ថែមលើសពីនេះទៅទៀតការចូលរួមសកម្មភាពមនុស្សធម៌យ៉ាងសកម្មជាមួយនឹងមន្ទីរពេទ្យគុណធបុប្ផាក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត Big Richner បានបង្រៀនលោកជំទាវឲ្យយល់អំពីតម្លៃពិតប្រាកដនៃការសង្គ្រោះជីវិតមនុស្សនេះជាការបង្ហាញឲ្យឃើញថាបទពិសោធន៍ជីវិតដ៏លំបាកអាចលុតដំមនុស្សម្នាក់ឲ្យคล้ายទៅជាបុគ្គលដែលមានបេះដូងមាសមិនមែនជាមនុស្សដែលសងសឹកសង្គមឡើយក្នុងនាមខ្ញុំបាទជាអ្នកចែករំលែកនៅព័ត៌មានខ្ញុំយល់ឃើញថាសារមួយដែលកប់ជ្រៅនៅក្នុងទង្វើរបស់លោកជំទាវគឺពាក្យសម្ដីដែលលោកជំទាវបានលើកឡើងថាខ្មែរអាចរស់នៅឆ្ងាយពីស្រុកកំណើតបានអាចកសាងជីវិតថ្មីនៅលើដីបរទេសបានក៏ប៉ុន្តែมันអាចរស់ដោយគ្មានស្រុកកំណើតនៅក្នុងបេះដូងបានឡើយសារនេះពិតជាមានទម្ងន់ខ្លាំងណាស់វាកំពុងតែដាស់តឿនស្មារតីជនជាតិខ្មែរគ្រប់រូបមិនថារស់នៅក្នុងប្រទេសឬនៅក្រៅប្រទេសនោះទេឲ្យចេះរួបរวมស្រឡាញ់គ្នានិងជួយគ្នាទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយសង្គមយើងត្រូវការបុគ្គលិកលក្ខណៈដូចជាលោកជំទាវដែលប្រើប្រាស់ទ្រព្យសម្បត្តិកេរ្តិ៍ឈ្មោះនិងឱកាសរបស់ខ្លួនដើម្បីជាម្លប់ដល់អ្នកដែលទុនខ្សោយទង្វើនេះក៏ជាការបញ្ជូនសាររំលឹកទៅដល់មហាសេដ្ឋីឬក៏អ្នកមានទ្រព្យសម្បត្តិផ្សេងទៀតនៅក្នុងសង្គមឲ្យងាកមកចាប់អារម្មណ៍ពីការចែករំលែកពីព្រោះថាការធ្វើសប្បុរសធម៌មិនមែនជាកាតព្វកិច្ចនោះទេតែវាគឺជាស្មារតីដែលចេញពីបេះដូងតម្លៃពិតប្រាកដរបស់មនុស្សមិនមែនស្ថិតនៅលើចំនួនលុយដែលមាននៅក្នុងកងធនាគារនោះទេតែវាស្ថិតនៅលើចំនួននៃស្នាមញញឹមដែលយើងអាចបង្កើតឡើងសម្រាប់អ្នកដទៃសរុបជារួមមកសាច់រឿងរបស់បរោះធាក់កង់សំលៀងកំបិតនិងទឹកចិត្តរបស់លោកជំទាវអុកញ៉ាសូភាបុត្រឈើគឺជាមេរៀនជីវិតដ៏មានតម្លៃជាទីបំផុតដែលបានបង្ហាញអំពីសេចក្តីសង្ឃឹមនិងភាពកក់ក្ដៅនៅក្នុងសង្គមមនុស្សជាតិពីក្មេងស្រីកំព្រារើសអេតចាយคล้ายទៅជាឧត្តមភរិយារបស់មហាសេដ្ឋីនិងជាម្ដាយនៃសេចក្តីសង្ឃឹមរបស់ជន
ក្រីក្រកម្ពុជាលោកជំទាវគឺជាគំរូវីរនារីខ្មែរយ៉ាងពិតប្រាកដសូមអរគុណប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដាននៅវីដេអូនេះតាំងពីដើមរហូតដល់ទីបញ្ចប់តើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់លោកជំទាវអុកញ៉ាសូភាបុត្រឈើសូមចូលរួមបញ្ចេញមតិយោបល់របស់ពុកម៉ែបងប្អូននៅខាងក្រោមវីដេអូនេះទាំងអស់គ្នាប្រសិនបើលោកអ្នកពេញចិត្តនៅវីដេអូនេះសូមកុំភ្លេចចុច like ចុច share ដើម្បីចែករំលែកនៅរឿងរ៉ាវដ៏ល្អនេះទៅកាន់មនុស្សរាប់លានអ្នកផ្សេងទៀតនិងកុំភ្លេចចុច subscribe លើ Channel Sothenew និងបើកនៅសញ្ញាកណ្ដឹងដើម្បីទទួលបាននៅព័ត៌មាននិងសាច់រឿងអប់រំសង្គមថ្មីៗជាបន្តបន្ទាប់ទៀតនៅពេលនេះខ្ញុំបាទសុធាសូមគោរពអរគុណនិងសូមជម្រាបលា